ការធ្វើបបបោះកុំអ្នកគឺម៉ាក់មានសិទ្ធិក្នុងការសម្រេចក្នុងការធ្វើបែបណាបងប្អូនចង់ធ្វើលក្ខណៈសាមញ្ញចង់ធ្វើលក្ខណៈដូចជាមានកចប៉ុនគ្រឿងទេសអីផ្សេងគឺវាអាស្រ័យទៅលើបងប្អូនទេចំពោះខ្ញុំគឺខ្ញុំធ្វើបែបសាមញ្ញបន្លែមាននៅក្នុងផ្ទះប៉ុណ្ណាខ្ញុំធ្វើប៉ុណ្ណឹងឲ្យគាត់ញ៉ាំហើយគឺខ្ញុំបានផ្លាស់ប្ដូរមួយមុខដើម្បីឲ្យចង់ដឹងថាកូនចូលចិត្តញ៉ាំប្រភេទអីអត់ចូលចិត្តញ៉ាំប្រភេទអីអញ្ចឹងបងប្អូនទាំងអស់គ្នាតែខ្ញុំព្យាយាមដាក់ឲ្យគ្រប់មុខដើម្បីឲ្យគាត់ញ៉ាំបានគ្រប់មុខហើយចំពោះថ្ងៃទី1ដែលខ្ញុំធ្វើនេះគឺរបបពពៅជាមួយនឹងតលើចំពោះថ្ងៃទី2គឺខ្ញុំសារល្មកដាក់សាច់ឲ្យគាត់ណាមានការ៉ុតតឡូងហើយនិងស្ពៃទឿខ្ញុំគិតថាកូនខ្ញុំគឺគាត់ចូលចិត្តជាមួយនឹងប្រភេទបបរថ្ងៃទី2ដែលខ្ញុំធ្វើនេះព្រោះអីមួយថ្ងៃមុនដែលខ្ញុំមិននៅផ្ទះម៉ាក់ខ្ញុំនេះគឺខ្ញុំអត់ទាន់បានធ្វើបបរជាប្រភេទសាច់បន្លែឲ្យគាត់ទេខ្ញុំធ្វើតែបបរផ្លែឈើឲ្យគាត់ញ៉ាំអញ្ចឹងណាអញ្ចឹងដល់ពេលខ្ញុំធ្វើបបរនេះប្រហែលជាប្លែកមកញ៉ាំបានច្រើនណាបងប្អូនអញ្ចឹងចង់ផ្ដាំទៅម៉ាក់ទាំងអស់គ្នាថាចាធ្វើបបរបែបណាក៏បានដែរអត់បញ្ហាសំខាន់បងប្អូនចូលចិត្តបែបណាបងប្អូនធ្វើបែបហ្នឹងទៅធ្វើបែបងាយសាមញ្ញក៏បានចង់ធ្វើលក្ខណៈបងប្អូនទិញគ្រឿងទេសក្មេងៗដាក់ក៏បានអត់បញ្ហាទេវាមានជីវជាតិវាល្អដូចតែគ្នាទេបងប្អូនឲ្យតែបងប្អូនជ្រើសរើសជាមួយនឹង